ជីវធម្មខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរាគ្រប់ព្រះអង្គសូមគោរពជំរាបសួរដល់ប្រិយមិត្តដែលកំពុងតែទស្សនាការផ្សាយតពីเพจភ្លើការរបស់នាយកដ្ឋានបរមធុនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទីមេត្រីនៅនាវេលាព្រឹកនេះដោយតាមការសន្យាពីលើកមុននាយកដ្ឋានបរមធុបានធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញក្នុងរយៈពេល1ឆ្នាំ4លើកព្រឹកនេះគឺជាលើកទី2ដែលនាយកដ្ឋានបានពំនាំនៅប្រធានបទល្អថ្មីដែលមានអត្ថប្រយោជន៍និងមានសារៈសំខាន់ពាក់ព័ន្ធទៅនឹងវិស័យបេតិកភណ្ឌជាតិនេះវេលាព្រឹកនេះផងដែរនាយកដ្ឋានបរមធុមានកិត្តិយសអញ្ជើញវាគ្មិនកិត្តិយសយើងមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចគ្នាដែរគឺលោកស្រីអឹងមរកតលោកស្រីបានបញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហើយលោកស្រីក៏បានបន្តការសិក្សានៅបរទេសជាហូរហែក្នុងនោះមានថ្នាក់ឌីប្លូម៉ាផ្នែកប្រវត្តិសិល្បៈហើយក៏បានបញ្ចប់ថ្នាក់បញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រវត្តិសិល្បៈនិងបុរាណវិទ្យានៃសាកលវិទ្យាល័យទីក្រុងឡុងនៃចក្រភពអង់គ្លេសដែលជាទូទៅគេហៅកាត់ថាជា SOAS បាទប្រធានបទរបស់លោកស្រីនាវេលាព្រឹកនេះគឺលើកឡើងពីការសិក្សាអំពីប្រភពដើមនៃវត្ថុបុរាណខ្មែរតាមរយៈឯកសារបណ្ណសារនិងសមុជ័យនៅសារមន្ទីរបរទេសខ្ញុំបាទជាអ្នកសម្រួលក៏មិនវែងឆ្ងាយវែងឡែដែរខ្ញុំទុកឱកាសជូនដល់វិក្កាមិនកិត្តិយសយើងក្នុងការបកស្រាយថាតើប្រធានបទខាងលើមានអត្ថប្រយោជន៍និងសារៈសំខាន់យ៉ាងណាចំពោះអ្នកសិក្សាក៏ដូចជាសាធារណជនក្នុងការស្វែងយល់សម្រាប់ជាការយល់ដឹងផងនិងជាការអនុវត្តការងារដែលពាក់ព័ន្ធសម្រាប់ខ្លួនផងដែរបាទដូច្នេះខ្ញុំបាទក៏សូមគោរពអញ្ជើញវិក្កាមិនកិត្តិយសយើងគឺលោកស្រីអឹងមរកតសូមមេត្តាបកស្រាយនៅទីបទខាងលើផងដែរបាទសូមគោរពអញ្ជើញជាដំបូងនេះខ្ញុំសូមជម្រាបសួរអ្នកទាំងអស់គ្នាដែលកំពុងតាមដានស្ដាប់ការ live ផ្ទាល់អំពីប្រធានបទបង្ហាញរបស់អ្នកខ្ញុំនាព្រឹកនេះហើយខ្ញុំសូមចូលទៅកាន់ slide សម្រាប់ប្រធានបទនាព្រឹកនេះនឹងខ្ញុំនឹងធ្វើបទបង្ហាញមានចំណងជើងថាការសិក្សាអំពីប្រភពដើមបុរាណវត្ថុខ្មែរតាមរយៈឯកសារបណ្ណាសារនិងសមុជ័យនៅសារមន្ទីរបរទេសហើយនេះខ្ញុំសូមជម្រាបដែរថានេះជាការចែករំលែកបទពិសោធន៍ដែលនាងខ្ញុំទទួលបានក្នុងកំឡុងពេលហាត់ការកន្លងមកតាមរយៈគម្រោងស្រាវជ្រាវដែលជាកិច្ចសហការរវាងសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសហើយទទួលបានមូលនិធិតាមរយៈរដ្ឋាភិបាលចក្រភពអង់គ្លេសជាដំបូងនាងខ្ញុំសូមបង្ហាញត្រួសត្រាសនឹងពីព័ត៌មានមួយចំនួនទាក់ទងនឹងគម្រោងស្រាវជ្រាវដែលមានឈ្មោះថាហៅកាត់ថា Co-op ហើយនាងខ្ញុំត្រូវបានជ្រើសរើសឲ្យចូលរួមហាត់ការនៅក្នុងកម្មវិធីស្រាវជ្រាវនេះចំនួន2លើកហើយគោលបំណងនៃគម្រោងស្រាវជ្រាវនេះគឺផ្ដោតទៅលើការសិក្សាអំពីការចល័តទីនៃវត្ថុដោយពិចារណាលើការប្រគល់បុរាណវត្ថុមកវិញនៅក្នុងបរិបទសិក្សាសិល្បៈអាស៊ីអាគ្នេយ៍គម្រោងនេះក៏ដឹកនាំផ្ទាល់ដោយសាស្ត្រាចារ្យ Ashley Thompson និងទទួលបានការចងអបង្ហាញពីការចូលរួមពីអ្នកអភិរក្សនៃសារមន្ទីរដែលផ្ដោតលើសិល្បៈអាស៊ីអាគ្នេយ៍នៅក្នុងសារមន្ទីរនៅបរទេសផងដែរហើយខ្ញុំក៏នៅលើ slide នេះខ្ញុំក៏បានផ្ដល់ជូនជា link ដែលអាចចូលរកមើលព័ត៌មានផ្សេងៗតាក់ទងនឹងលទ្ធផលនៃការស្រាវជ្រាវអំពីសកម្មភាពផ្សេងៗរបស់គម្រោងស្រាវជ្រាវ
បន្ទាប់នេះនាងខ្ញុំសូមបង្ហាញអំពីដំណាក់កាលនៃការស្រាវជ្រាវដោយនាងខ្ញុំបានចូលរួមក្នុងការហាត់ការនេះចំនួន2លើកហើយក្នុងការហាត់ការ2លើកនេះគឺយើងធ្វើការងារជាក្រុមហើយដោយមានការចូលរួមពីនាងខ្ញុំនិងសិស្សខ្មែរម្នាក់ទៀតមេជៀនហើយនិងសិស្សបរទេសភីមហើយពួកយើងធ្វើការចំនួន2លើកហើយលើកទី1ហ្នឹងគឺយើងផ្ដោតទៅលើសមច័យខ្មែរនៅសារមន្ទីរBritish Museum ចក្រភពអង់គ្លេសដែលយើងចាប់ផ្ដើមក្នុងឆ្នាំ2023 2024ហើយគម្រោងលើកទី1នេះគឺយើងពិនិត្យមើលអំពីភាពប្រតិកលាគ្នារវាងទីផ្សារសិល្បៈនិងសារមន្ទីរថាមានឥទ្ធិពលទៅវិញទៅមកយ៉ាងណាដោយផ្ដោតទៅក្នុងបរិបទនៃបណ្ដុំសមច័យបុរាណវត្ថុនៅសារមន្ទីរ British Museum ហើយការស្រាវជ្រាវនេះដែរក៏យើងសិក្សាអំពីប្រភពដើមនៃបុរាណវត្ថុហើយយើងកំណត់ដែរនៃការស្រាវជ្រាវទៅលើប្រភេទវត្ថុដែលត្រូវបានរក្សាទុកឬក៏មានពាក់ព័ន្ធអ្វីខ្លះជាមួយនឹងបុគ្គលឬស្ថាប័នជួញដូរបុរាណវត្ថុហើយតើក្រុមទាំងអស់នេះមានឥទ្ធិពលអ្វីទៅលើការប្រមូលផ្ដុំសមច័យបុរាណវត្ថុទាំងនោះតាមរយៈការសិក្សានេះក៏យើងលើកជាសំណួរដែរថាហេតុអ្វីបានប្រភពដើមនៃវត្ថុសិល្បៈមានសារៈសំខាន់ហើយតើព័ត៌មានអ្វីខ្លះយើងព័ត៌មានតកតងនឹងវត្ថុនោះបាត់បង់ហើយត្រូវបានគេលាក់បាំងឬបិទបាំងឬក៏ធ្វើយ៉ាងណាដើម្បីសម្រួលដល់ការជួញដូរវត្ថុបុរាណទាំងអស់នោះពីបុគ្គលទៅកាន់ទីផ្សារដេញថ្លៃនៅអន្តរជាតិនិងបានចូលទៅកាន់សារមន្ទីរហើយការសិក្សាស្រាវជ្រាវលើកទី1នេះគឺយើងប្រើវិធីសាស្ត្រក្នុងការសិក្សាដោយប្រមូលជាទិន្នន័យអំពីសមច័យបុរាណវត្ថុខ្មែរជាទិន្នន័យតាក់ទងនឹងអ្នកប្រមូលទិញអ្នកជួញដូរឬស្ថាប័នអ្នកដែលជាអ្នកទិញលក់វត្ថុបុរាណខ្មែរហើយជាអ្នករក្សាទុកវត្ថុបុរាណទាំងអស់នៅដែលចរាចរនៅលើទីផ្សារអន្តរជាតិហើយជាលទ្ធផលសម្រាប់គម្រោងទី1ហ្នឹងគឺក្រុមការងារបានរៀបចំជាបញ្ជីប្រមូលទិន្នន័យហើយយើងបានចងក្រងនៅក្នុងប្រព័ន្ធ Excel មួយហើយយើងមានរាយលម្អិតអំពីចំនួនបុរាណវត្ថុដែលចំនួនបុរាណវត្ថុទាំងអស់ដែលកំពុងស្ថិតនៅសារមន្ទីរនៃចក្រភពអង់គ្លេសហើយយើងមានលម្អិតពីព័ត៌មានអំពីប្រភពដែលខាងសារមន្ទីរបានរៀបរាប់ហើយក្នុងហ្នឹងក៏មានជាបញ្ជីឈ្មោះអ្នកផ្ដល់ជំនួយវត្ថុបុរាណឬក៏អ្នកទិញលក់វត្ថុបុរាណហើយព័ត៌មានទាំងអស់នោះអ្នកទាំងអស់គ្នាក៏អាចស្វែងរកនៅលើ website ដែលនេះខ្ញុំបានផ្ដល់ជូននៅ slide ខាងមុនហើយចំពោះការហាត់ការលើកទី2ក្នុងគម្រោងឆ្នាំទី2 2024-2025គឺយើងផ្ដោតទៅលើបុរាណវត្ថុខ្មែរតាមរយៈការសិក្សានៅសិក្សាឯកសារនៅសហរដ្ឋអាមេរិកឯកសារដែលរក្សាទុកនៅតាមស្ថាប័ននៅសហរដ្ឋអាមេរិកហើយការសិក្សាលើកទី2នេះយើងប្រមូលទិន្នន័យពីប្រភពដើមជាប្រភពជាឯកសារគ្រប់ប្រភេទតកតងដូចជាសម្បត្តិការសរសេរឆ្លើយឆ្លងគ្នាពិភាក្សាគ្នាអំពីការចរចាតម្លៃទិញលក់វត្ថុបុរាណឬក៏ការប្រឹក្សាយោបល់រវាងអ្នកជួញដូរវត្ថុបុរាណជាមួយនឹងអ្នកវិភាគវត្ថុសិល្បៈហើយឯកសារក៏មានជាតារាងតម្លៃឬក៏បញ្ជីរៀបរាប់ពីចំនួនសមច័យផងដែរចំពោះរូប slide នេះគឺបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងពីរលើកហ្នឹងដោយរូបទី3ហ្នឹងគឺជាករណីសិក្សាក្រោយពីយើងបញ្ចប់គម្រោងស្រាវជ្រាវដំណាក់កាលទី1គឺយើងម្នាក់យើងរើសរូបវត្ថុសិល្បៈមួយពីសមច័យនៃសារមន្ទីរហើយយើងយកមកសិក្សាសរសេរជាអត្ថបទខ្លីមួយយើងសិក្សាពិចារណាអំពីប្រភពដើមនៃវត្ថុនោះដែលយើងទៀងទាត់ជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវក្នុងដំណាក់កាលនៃការសិក្សាហើយចំពោះរូបទី4គឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវដំណាក់កាលទី2ដោយយើង
កំណត់យកផ្នែកតូចមួយនៃការសិក្សាហើយដោយយើងកំណត់ជាប្រធានបទយើងមានប្រធានបទមួយកើតពីការទិញលក់ឬក៏ទិញលក់វត្ថុដោយពិចារណាទៅលើបណ្ដាញទំនាក់ទំនងគ្នារវាងអ្នកទិញដូរវត្ថុហើយនិងអ្នកជំនាញវិភាគបុរាណវត្ថុនេះតើអ្វីជាប្រភពដើមតើប្រភពដើមមានន័យដូចម្ដេចបើប្រភពដើមជាព័ត៌មានអំពីម្ចាស់កម្មសិទ្ធិនិងប្រវត្តិនៃការចល័តទីរបស់បុរាណវត្ថុពីមុនរហូតមកដល់បច្ចុប្បន្នយើងអាចនិយាយបានថាប្រភពដើមអាចជាបានសម្គាល់មួយរបស់បុរាណវត្ថុមួយអញ្ចឹងហើយហេតុអ្វីបានប្រភពដើមនៃបុរាណវត្ថុមួយមានសារៈសំខាន់អញ្ចឹងការសិក្សាអំពីប្រភពដើមបុរាណវត្ថុមានផ្ដល់ជាសារៈប្រយោជន៍ដោយអាចឲ្យយើងជាមធ្យោបាយក្នុងការសិក្សាអំពីប្រភពនៃវត្ថុបុរាណនីមួយៗអាចឲ្យយើងដឹងពីប្រវត្តិនៃការប្រមូលទិញលក់សាមញ្ញទាំងអស់នោះហើយព័ត៌មានអំពីបណ្ដាញនៃការជួញដូរវត្ថុហើយជាពិសេសហ្នឹងគឺជាឯកសារមួយសំខាន់ដែលគ្រប់គ្រងដល់កិច្ចការទាមទារវត្ថុបុរាណមកប្រទេសដើមវិញហើយដូចជាឧទាហរណ៍ដែលយើងឃើញកន្លងមកនោះគឺប្រភពដើមនៃបុរាណវត្ថុមានសារៈសំខាន់ក្នុងការដំណាក់កាលនៃការទាមទារវត្ថុបុរាណមកវិញហើយយើងឃើញថាប្រទេសកម្ពុជាទទួលបានបុរាណវត្ថុជាច្រើនជាបន្តបន្ទាប់រហូតមកដល់ពេលដល់នេះហើយយ៉ាងណាវិញការសិក្សាអំពីប្រភពដើមបុរាណវត្ថុក៏ត្រូវបានប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានមួយចំនួនដែរគឺសម្រាប់បង្កើតជាព័ត៌មានថ្មីខ្លែងបន្លំប្រភពដើមនៃព័ត៌មាននោះនិយាយខ្លីគឺធ្វើយ៉ាងណាគឺជៀសវាងប៉ះពាល់ដល់ម្ចាស់កម្មសិទ្ធិឬជាប់ពាក់ព័ន្ធឬក៏ប្រឈមមុខជាមួយនឹងផ្លូវច្បាប់ហើយដើម្បីសម្រួលដល់ការចល័តរូបឬនាំយកវត្ថុបុរាណនោះទៅកាន់ទីផ្សារសិល្បៈអ្នកជួញដូរវត្ថុសិល្បៈមួយចំនួនឬក៏អ្នកជា website ឬក៏ស្ថាប័នទិញលក់ដេញថ្លៃវត្ថុបុរាណឬក៏អ្នកជួញដូរវត្ថុបុរាណជាឯកជនពួកគេទាំងអស់នោះគឺគេត្រូវការប្រភេទប្រភពដើមប្រភេទឯកសារដែលនិយាយពីប្រភពដើមនៃវត្ថុនោះគឺស្អាតស្អំមិនមានជាប់ពាក់ព័ន្ធនឹងផ្នែកច្បាប់ប៉ុន្តែសម្រាប់ជាកិច្ចការស្រាវជ្រាវរបស់ផ្នែកសម្រាប់ការគ្រប់គ្រងសហវិច័យក្នុងសារមន្ទីរវិញគឺវាជាកិច្ចការចាំបាច់ដែលអ្នកស្រាវជ្រាវមួយចំនួនត្រូវរៀបចំនិងចងក្រងប្រភពដើមនៃវត្ថុនីមួយៗដែរសម្រាប់ករណីសិក្សាក្នុងគម្រោងទី1ដែលយើងសិក្សាអំពីសមត្ថ័យបុរាណវត្ថុតាមរយៈសារមន្ទីរនៅបរទេសគឺយើងជ្រើសរើសសារមន្ទីរ British Museum ដែលយើងបង្កើតមើលជាទូទៅហ្នឹងលទ្ធផលយើងឃើញថាសារមន្ទីរទទួលបានបុរាណវត្ថុពីអ្នកប្រមូលឯកជនតាមរយៈការផ្ដល់ជំនួយនិងការប្រើប្រាស់ជាមូលនិធិពីជំនួយពីសប្បុរសជនហើយសារមន្ទីរខ្លួនផ្ទាល់ទៅទិញរូបទាំងអស់នោះដើម្បីមួយយកមកទៅជាសមត្ថ័យហើយដាក់តាំងបង្ហាញហើយដោយដែលឃើញជាឧទាហរណ៍ដែលនាងខ្ញុំបង្ហាញនៅលើ slide នេះគឺយើងឃើញថាព័ត៌មានកន្លែងនេះគឺរូបទេពទ្រង់ឈរនេះគឺទទួលបានជាអំណោយដែលទទួលបានពី Dr. Henry Ginsberg ដែលគាត់ជាអ្នកជំនួញឯកជនម្នាក់ហើយចំពោះព័ត៌មាននៃប្រភពដើមនៃវត្ថុនោះគឺយើងឃើញតិចតួចមែនទែនយើងគិតថាព័ត៌មានគួរតែមានច្រើនជាងនេះប៉ុន្តែនេះជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ដែលយើងអាចពិចារណាថាព័ត៌មានទាំងនោះអាចជាមានលក្ខណៈជាសម្ងាត់ឬក៏បិទបាំងហើយត្រូវបានគេដូចថាបង្ហាញត្រឹមក្នុងកម្រិតណាមួយដែលគេបានកំណត់នេះខ្ញុំក៏ចង់បង្ហាញអំពីករណីសិក្សាមួយដែរដែល
ដោយតែបានឃើញនេះគឺជារូបទេពរូបប្រុសដែលសពថ្ងៃស្ថិតគេមិនមានដាក់តាំងបង្ហាញជាសាធារណៈទេគឺសូមបញ្ជាក់ដែរថាសមុជ័យខ្មែរទាំងអស់នៅសារមន្ទីរចក្រភពអង់គ្លេសគឺមិនមានដាក់តាំងបង្ហាញទៀតទេគឺត្រូវរក្សាទុកទាំងអស់នៅក្នុងឃ្លាំងរក្សាទុកសិល្បៈហើយនឹងខ្ញុំជ្រើសយករូបភេទប្រុសនេះយកមកធ្វើជាករណីសិក្សាដោយរូបចម្លាក់មួយនេះគ្មានគេបញ្ជាក់នៅក្នុងព័ត៌មានថាមិនស្គាល់ប្រភពហើយបើយើងសិក្សាអំពីតាមរយៈរចនាបថនិងក្បាច់សម្ពុតយើងដឹងថារូបនេះស្ថិតនៅក្នុងរចនាបថបាពួនពាក់កណ្ដាលសតវត្សទី11ធ្វើពីថ្មភក់ដែលមានពណ៌បៃតងស្រាលមានកម្ពស់ 1.04 សង់ទីម៉ែត្រហើយមានលេខចុះបញ្ជី 1976 1101.1តាមរយៈការសិក្សាពីរូបចម្លាក់ទេពប្រុសនេះគឺអាចឲ្យយើងដឹងអំពីប្រវត្តិនៃម្ចាស់កម្មសិទ្ធិដែលបង្ហាញអំពីការជួញដូរសិល្បៈខ្មែរពាក់ព័ន្ធដោយមានពាក់ព័ន្ធគ្នាជាមួយអ្នកប្រមូលទិញឯកជនជាមួយនឹងស្ថាប័នដេញថ្លៃដែលហៅថា auction house និងសារមន្ទីរហើយបើយើងមើលទៅលើរូបចម្លាក់ជាទូទៅយើងអាចឲ្យការសន្និដ្ឋានថារូបទេពមានដៃ4នេះជាអាចតំណាងឲ្យព្រះវិស្ណុក្នុងសាសនាហិណ្ឌូឬព្រះអវលោកតេស្វរៈក្នុងព្រះពុទ្ធសាសនារូបជារួមយើងឃើញថាព្រះកេសជើងទាំងពីរនិងដៃទាំង4បាក់ខូចខាតជាខ្លាំងប៉ុន្តែបើយើងមើលច្បាស់ទៅឃើញកន្លែងស្នាមកាត់នឹងកន្លែងមានភាពរលោងដូចគេយកម៉ាស៊ីននេះយកប្រើសម្រាប់កាត់ផ្ដាច់ហើយបើយើងមើលទៅលើលក្ខណៈសិល្បៈខាងក្រោមវិញក៏យើងឃើញខាងក្រោយមានជាថ្មតម្រខាងក្រោយប្រហែលជារូបនេះគេដាក់តាំងមានជើងទ្រពីខាងក្រោមហើយបើយើងមើលពីផ្នែកខាងមុខវិញមានស្នាមអុចខ្មៅប្រឡាក់ចាប់ពីទ្រូងរហូតមកលើផ្ចិតអញ្ចឹងសូមយើងចប់ពីផ្នែកសិល្បៈយើងមើលទៅលើការចរាចរណ៍លក់វត្ថុបុរាណខ្មែរហើយនិងប្រភពដើមវិញចំពោះរចនារូបចម្លាក់ខ្មែរនៅក្នុងរចនាបថបាពួនដែលមានលក្ខណៈពិសេសនៃក្បាច់បូខាងក្រោយរៀងមេអំបៅហ្នឹងយើងឃើញមានដាក់លក់ញឹកញាប់នៅប្រសិនបើយើងឆែកមើលទៅនៅតាម website ដេញថ្លៃឬក៏ស្ថាប័នជួញដូរវត្ថុបុរាណនៅអាស៊ីនិងក្នុងអាស៊ីអាគ្នេយ៍ហើយបើយើងប្រៀបធៀបទៅជាមួយនឹងសមច័យនៅខ្មែរយើងដែលចំនួននៃវត្ថុសិល្បៈក្នុងរចនាបថបាពួននៅទីផ្សារអន្តរជាតិមានច្រើនលើកជាងសមច័យដែលមាននៅកម្ពុជាហើយដែលលក្ខណៈពិសេសនេះហើយវាជួយបង្កើនតម្លៃក្នុងការលក់នៅក្នុងទីផ្សារជាសាធារណៈផ្អែកតាមជាព័ត៌មានដែលផ្ដល់ឲ្យក្រុមប្រឹក្សាពិបាលនៃសារមន្ទីរ British Museum រូបនេះបង្ហាញថាបានទិញពីក្រុមហ៊ុនមួយឈ្មោះ Eskenazi ដែលក្រុមហ៊ុននេះជាក្រុមហ៊ុនមួយដ៏ល្បីល្បាញដែលជួញដូរវត្ថុសិល្បៈនិងបុរាណវត្ថុហើយមានមូលដ្ឋាននៅចក្រភពអង់គ្លេសហើយបន្ទាប់មករូបនឹងទិញដោយក្រុមហ៊ុន Eskenazi ដោយប្រើជាជំនួយមូលនិធិមួយឈ្មោះ Brocksevel ហើយបន្ទាប់មករូបទេពប្រុសនេះទៅបានលក់បន្តទៅអ្នកជួញដូរ Swiss ហើយបន្តទៀតទៅគ្រួសារមួយដែលគេគ្រាន់តែប្រើពាក្យថាគ្រួសារមួយក្នុងចំនួនសម័យអាណានិគមបារាំងហើយបានលក់បន្តទៅក្រុមហ៊ុន Spin and Son ក្រុមហ៊ុន Spin and Son ក៏ជាក្រុមហ៊ុនមួយដ៏ល្បីល្បាញក្នុងទីផ្សារជួញដូរសិល្បៈដែរហើយចុងបញ្ចប់នោះបានទៅក្រុមហ៊ុន Eskenazi បានទិញបន្តដើម្បីដាក់តាំងពិព័រណ៍នៅក្នុងខែមីនាឆ្នាំ1972អញ្ចឹងតាមរយៈ
ព័ត៌មានដែលរៀបរាប់អំពីប្រភពដើមនៃដងខ្លួនទេវភេទប្រុសនេះបង្ហាញថាខ្សែបណ្ដាញនៃការទទួលរួមការទិញរូបហ្នឹងមានយើងឃើញថាបង្ហាញមានជាប់ពាក់ព័ន្ធរវាងក្រុមហ៊ុនជួញដូរវត្ថុ Eskenazi ជាក្រុមហ៊ុននិងក្រុមហ៊ុន Spin and Son ហើយនិងគ្រួសារដែលប្រមូលទិញវត្ថុបុរាណហ្នឹងដែលលំនាំរបៀបនេះយើងឃើញថាវាស្តៀងគ្នាទៅនឹងឯកសារដែលខ្លាញ់រៀបចំខ្លាញ់បន្លំនិងជារបៀបដែលអ្នកជំនួញមួយឈ្មោះ Douglas Luxford គាត់រៀបចំចឹងដែរអញ្ចឹងតែចំណុចនេះវាគួរឲ្យចាប់អារម្មណ៍ហើយជាចំណុចដែលគួរឲ្យសង្ស័យហើយយើងត្រូវគិតពិចារណាហើយអញ្ចឹងហើយបានប្រភពនៃពាក់ព័ន្ធនឹងព័ត៌មាននៃប្រភពដើមចម្លាក់ទេវរូបនេះគឺបង្ហាញថាព័ត៌មានមិនច្បាស់លាស់ទេហើយបង្ហាញថាវាប្រហែលជាបង្កើតឡើងឬក៏បន្ថែមសម្រាប់សម្រួលដល់ការផ្លាស់ទីនៃរូបចម្លាក់ហើយនឹងមុនមកដល់សត្វអំទីចំពោះដំណាក់កាលទី2នៃការសិក្សាគឺគម្រោងស្រាវជ្រាវក្រុមការងារនេះគឺយើងផ្ដោតទៅលើការសិក្សាតាមរយៈឯកសារបណ្ណាសារហើយយើងបានប្រមូលទិន្នន័យសិក្សាដើម្បីសិក្សាអំពីប្រភពដើមនៃសមញ្ច័យបុរាណវត្ថុតាមរយៈស្ថាប័នចំនួន5ដោយដែលនឹងខ្ញុំបានរាយនៅឃើញនៅលើ slide ប៉ុន្តែនឹងខ្ញុំនឹងជ្រើសរើសយកតែមួយយកមកបង្ហាញនៅ slide បន្ទាប់ហើយចំពោះទិន្នន័យទាំងអស់នោះគឺយើងថតជារូបជាស្លឹកហើយយើងជ្រើសយកគ្រប់ប្រភេទឯកសារទាំងអស់ដែលពាក់ព័ន្ធរួមមានជាសម្បត្តិជាលិខិតអញ្ជើញវិក័យប័ត្រមានព័ត៌មានការទិញលក់ឬក៏ជារូបថត file ឬជាឯកសារ email សរសេរឆ្លើយឆ្លងគ្នាពិភាក្សាគ្នាទាំងអស់ដែរសរុបទៅប្រមាណជាជិត 10000 រូបបើគិតជាប្រអប់ហើយជាអាល់ប៊ុមក៏វាជាច្រើនដែរហើយដោយដែលរូបនេះខ្ញុំបានបង្ហាញហ្នឹងគឺរាល់ទិន្នន័យទាំងអស់ហ្នឹងគឺក្រុមការងារយើងបានរៀបចំចងក្រងជាអាល់ប៊ុមដែលមានចំណងជើងមានពាក្យកន្លឹះហើយក៏មានជាឈ្មោះយើងរៀបចំយើងមានតែសេពាក្យកាត់ជាឈ្មោះកាត់ស្ថាប័នហើយដើម្បីយើងងាយស្រួលក្នុងការរកនៅពេលក្រោយហើយក្នុងចំណោមស្ថាប័នទាំងនោះនឹងខ្ញុំបង្ហាញស្ថាប័នមួយដែលមានឈ្មោះថា Rockefeller Archive Center ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កហើយស្ថាប័ននេះមានរក្សាទុកឯកសារច្រើនសន្ធឹកសន្ធាប់ហើយមានស្ថាបនិកឈ្មោះ John D. Rockefeller ទី3ដែលគាត់ជាសប្បុរសជនជាតិអាមេរិកហើយគាត់បានផ្ដល់ជំនួយជាច្រើនដែលគ្រប់គ្រងក្នុងវិស័យអប់រំផ្នែកសិល្បៈវប្បធម៌ផ្នែកស្រាវជ្រាវហើយតែអីដែលគួរឲ្យចាប់អារម្មណ៍គាត់ក៏ជាអ្នកប្រមូលទិញជួញដូរវត្ថុបុរាណនិងមានសាលតាំងពីពណ៌ផ្ទាល់ខ្លួនដែរដែលមានឈ្មោះថា Asia Society Museum ដែលបង្កើតឡើងនៅក្នុងឆ្នាំ1956ហើយតាមរយៈការសិក្សានៅការប្រមូលទិន្នន័យនៅមជ្ឈមណ្ឌល Rockefeller គឺយើងផ្ដោតសំខាន់លើឯកសារមួយចំនួនដោយដែលពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយផ្នែកសិល្បៈផ្នែកការទិញផ្នែកពិព័រណ៍វត្ថុសិល្បៈការរៀបចំជាពិព័រណ៍ផ្សេងការចូលរួមវគ្គបណ្ដុះបណ្ដាលឬក៏ហើយទី2នោះគឺឯកសារពាក់ព័ន្ធនឹងបណ្ដាញទំនាក់ទំនងរវាងលោក Rockefeller ជាមួយនឹងអ្នកជួញដូរវត្ថុផ្សេងឬនឹងឯកសារទាក់ទងនឹងសារមន្ទីរហើយឯកសារផ្សេងទៀតក៏ដូចជាឯកសារផ្សេងទៀតទាក់ទងនឹងការស្រាវជ្រាវដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវទៅកាន់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ហើយឯកសារដែលយើងបានសិក្សានៅ
មជ្ឈមណ្ឌល Rockefeller គឺសរុបមានចំនួន52ប្រអប់ដែលឯកសារទាំងនោះរៀបរាប់តាក់ទងនឹងការប្រមូលទិញរូបការពិភាក្សាប្រឹក្សាយោបល់រវាងលោក Rockefeller ជាមួយនឹងអ្នកវិភាគវត្ថុសិល្បៈឬក្នុងនឹងដែរមានជាបង្ហាញជាតម្លៃអំពីការចរចាគ្នាទិញលក់វត្ថុផងដែរអញ្ចឹងនេះខ្ញុំក៏ចង់បង្ហាញអំពីផុសតាងតែមានបង្ហាញផុសតាងជាករណីសិក្សាតទៅនឹងរវាងលោក Rockefeller ជាមួយនឹងអ្នកជួញដូរវត្ថុបុរាណមួយដោយរូបខាងឆ្វេងនេះជាសម្បត្តិដែលសរសេរពីលោក Rockefeller ទៅលោក Simon Lee ដែលគាត់នឹងជា Simon Lee គាត់ជាទីប្រឹក្សាផ្ទាល់របស់លោក Rockefeller ហើយសម្បត្តិនេះគឺបង្ហាញពីផុសតាងថាក្នុងឆ្នាំ1963ហ្នឹងគឺលោក Rockefeller បានចាប់ដើមតាក់ទងចង់ធ្វើការជាមួយលោក Simon Lee ហើយគាត់ចង់បានគាត់ជាអ្នកប្រឹក្សាក្នុងការទិញលក់វត្ថុបុរាណអីផ្សេងៗសម្រាប់យកមករក្សាទុកនៅក្នុងសាលពិព័រណ៍របស់គាត់ហើយសម្បត្តិទី2វិញតាក់ទងនឹងការលក់វត្ថុបុរាណហើយសម្បត្តិហ្នឹងគឺសរសេរពីលោក Ben Handler ដែលជាអ្នកជួញដូរវត្ថុបុរាណមួយដល់ល្បីដែរហើយគាត់សរសេរមក Rockefeller ដែលគាត់បញ្ជាក់ថាគាត់មានរូបចម្លាក់ប្រកេះខ្មែរចំនួន2ហើយដែលរូបទី1ហ្នឹងគាត់ចង់លក់ក្នុងតម្លៃ$25,000ហើយរូបមួយទៀតគឺគាត់ចង់លក់ក្នុងតម្លៃ$50,000ហើយសម្បត្តិនេះគឺសរសេរនៅក្នុងឆ្នាំ1976ចំពោះជាឧទាហរណ៍បន្ទាប់ហ្នឹងគឺស្ថិតក្នុងការចរចាទិញលក់ដដែលគឺសម្បត្តិនៅក្នុងឆ្នាំ1976ដែលពេលនោះគឺលោក Rockefeller គាត់ចាប់អារម្មណ៍ទៅរូបចម្លាក់ប្រកេះខ្មែរពីរហ្នឹងគាត់មុនទៅឆ្លើយតបទៅលោក Ben Handler វិញគឺគាត់ពិភាក្សាពិគ្រោះយោបល់ជាមួយនឹង Simon Lee សិនថាតើគាត់គួរទិញវត្ថុបុរាណនឹងដែរឬអត់ហើយតើរូបនោះមានជាប់តាក់ទងជាមួយនឹងផ្នែកច្បាប់ផ្សេងតើរូបនោះមានគុណភាពល្អដែរអាចតែគាត់ទិញបានដែរឬទេហើយបន្ទាប់ពីទទួលបានយោបល់ពី Simon Lee ហើយគឺគាត់បានទៅសេទៅអ្នកជំនួញវត្ថុបុរាណ Ben Handler ក្នុងឆ្នាំ1976ដោយគាត់ចាប់អារម្មណ៍គាត់ចង់ទិញរូបប្រកេះខ្មែរនោះប៉ុន្តែនៅក្នុងតម្លៃមួយទាបជាងដែលលោក Ben Handler ផ្ដល់ឲ្យក្នុងតម្លៃ$25,000ហើយគាត់នៅការចរចាទិញលក់រវាង Rockefeller និង Ben Handler នៅតែបន្តប៉ុន្តែនៅមួយឆ្នាំក្រោយមកទៀតទើបRockefeller ទៅសេទៅ Ben Handler ថាគាត់ព្រមទិញរូបប្រកេះចម្លាក់ខ្មែរសម័យមុននៅក្នុងឆ្នាំ1977អញ្ចឹងតាមរយៈសម្បត្តិនេះបង្ហាញថាការទិញលក់វត្ថុបុរាណខ្មែរនាសម័យនោះមានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ដែលមានបង្ហាញដែលមានលម្អិតពីតម្លៃហើយទាំងនេះជាព័ត៌មានដែលសំខាន់ដែលសំខាន់ក្នុងការស្រាវជ្រាវអំពីសកម្មចៃខ្មែរនៅបរទេសអញ្ចឹងនេះខ្ញុំក៏ផ្ដល់ជាសេចក្តីសរុបរួមមកថាការសិក្សាអំពីប្រភពដើមបុរាណវត្ថុតាមរយៈសារមន្ទីរនៅបរទេសដូចករណីសិក្សាសារមន្ទីរនៃចក្រភពអង់គ្លេសនឹងតាមរយៈបណ្ណាសាស្ត្រដ្ឋានដែលមាននៅតាមមជ្ឈមណ្ឌលស្រាវជ្រាវនៅសហរដ្ឋអាមេរិកហ្នឹងគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ធ្វើជាកិច្ចការស្រាវជ្រាវអំពីការប្រគល់ទាមទារវត្ថុបុរាណមកវិញហើយអាចឲ្យយើងស្វែងយល់អំពីបណ្ដាញទំនាក់ទំនងគ្នារវាងបុគ្គលដែលជាអ្នកជួញដូរវត្ថុបុរាណឬក៏ website ឬក៏ស្ថាប័នដេញថ្លៃវត្ថុបុរាណនៅលើទីផ្សារអន្តរជាតិហ្នឹងហើយបង្ហាញថា
ជាលទ្ធផលហ្នឹងបាទអាចឲ្យយើងយល់បានថាបណ្ដាញនៃការទិញលក់ជួញដូរទាំងអស់នេះគឺមានលក្ខណៈជាប្រព័ន្ធវិលជុំមានទំនាក់ទំនងគ្នាជិតស្និទ្ធនៅក្នុងទីផ្សារសិល្បៈអន្តរជាតិចាអញ្ចឹងបទបង្ហាញរបស់នាងខ្ញុំនាព្រឹកនេះក៏មានបញ្ចប់ហើយនាងខ្ញុំសង្ឃឹមថាការចែករំលែកបទជាបទពិសោធន៍និងជាលទ្ធផលនៃការស្រាវជ្រាវរបស់នាងខ្ញុំនៅព្រឹកនេះបានជាគំនិតជាការសិក្សាមួយដល់អ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់ទាំងក្នុងវិស័យនៃសារមន្ទីរឬក៏សមច័យឬក៏អ្នកដែលមិនទាន់ដែលបានដឹងឮអំពីអ្វីទៅជាប្រភពដើមនៃបុរាណវត្ថុហើយនាងខ្ញុំនឹងរីករាយចំពោះការមានចំពោះសំណួរការចាប់អារម្មណ៍ផ្សេងៗចាសូមអរគុណបាទសូមអរគុណណាស់ចំពោះលោកស្រីមរកតដែលបានធ្វើការចែករំលែកពាក់ព័ន្ធទៅនឹងប្រភពដើមនៃវត្ថុបុរាណខ្មែរតាមរយៈការសិក្សាតាមការរយៈឯកសារបណ្ណសារនិងសមុជ័យនៅឯសារមន្ទីរបរទេសបាទអឺខ្ញុំបាទអាចនឹងមានជាចម្ងល់ខ្លះដែរពាក់ព័ន្ធទៅនឹងប្រធានបទខាងលើនឹងតែខ្ញុំដឹងថាប្រធានបទខាងលើនឹងអ្វីដែលខ្ញុំរៀបនឹងជាចម្ងល់សួរទៅលោកស្រីតើវានៅឆ្ងាយពីគ្នាឬជិតគ្នាកម្រិតណាទេបាទជាចម្ងល់មួយខ្ញុំអាចសុំសួរទៅលោកស្រីថាតើយើងឃើញចាក់ស្ដែងមើលបច្ចុប្បន្ននេះវត្ថុបុរាណរបស់យើងគឺមានស្ទើរតែគ្រប់ប្រទេសទូទាំងសកលលោកដូចជាតាម auction hall ក៏ទូក៏ទៅស្រាប់ទីផ្សេងផងដែរតើយើងអាចដឹងថាតាមមូលហេតុអ្វីបានជាវត្ថុបុរាណខ្មែរយើងហ្នឹងមានការចរាចរទៅបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់តើលោកស្រីអាចបកស្រាយនៅខាងលើបានដែរទេបាទចាអរគុណចំពោះសំណួរចាខ្ញុំអាចឆ្លើយបានថាការចរាចរណ៍និងការដែលយើងឃើញថារូបវត្ថុបុរាណខ្មែរមាននៅច្រើននៅខាងបរទេសណាដោយសារមានការនាំចេញការនាំយកវត្ថុបុរាណដោយខុសច្បាប់ក្នុងកំឡុងពេលដែលប្រទេសកម្ពុជានឹងស្ថិតក្នុងអស្ថិរភាពដែលកំពុងជួបប្រទះនឹងសង្គ្រាមក្នុងរវាងឆ្នាំ1970ជាងនេះហ្នឹងគឺការក្នុងពេលហ្នឹងមានការនាំយកវត្ថុបុរាណដោយខុសច្បាប់ជាការជីកកកាយឬក៏ដោយដូចថាការជាដូចថាប្រើឲ្យអ្នកស្រុកហ្នឹងក៏គាត់ទៅជីកនាំយកវត្ថុហ្នឹងហើយអ្នកជួញដូរទាំងអស់ហ្នឹងគឺនាំយកទៅកាន់បរទេសដើម្បីលក់នៅលើទីផ្សារអន្តរជាតិបាទសូមអរគុណបាទបាទសូមអរគុណចំពោះចម្លើយរបស់លោកស្រីបាទចុះហេតុអីក៏ជាហេតុអីក៏វត្ថុបុរាណខ្មែរយើងមាននិយាយជាភាសាសម័យហើយក៏មានការពេញនិយមឬក៏ថាមានទីផ្សារឬក៏មានតម្លៃនៅលើទីផ្សារអន្តរជាតិឬក៏មកពីមូលហេតុគីដែរបាទចាតាមអីដែលខ្ញុំអាចយល់ឃើញបានហើយឆ្លើយបានគឺដោយសារអំពីសិល្បៈដែលមានភាពប្រណិតផុសខ្មែរហើយភាគច្រើននៃអ្នកជួញដូរអ្នករក្សាប្រមូលទិញលក់ទាំងអស់ហ្នឹងគឺគាត់ចាប់អារម្មណ៍ទៅលើសិល្បៈខ្មែរដែលមានភាពខុសដោយពីព្រោះអ្នកទាំងអស់នោះគឺគាត់ចាប់អារម្មណ៍ផ្សេងទៀតដែរប្រមូលសមច័យរូបផ្សេងទៀតដូចជាបណ្ដាប្រទេសផ្សេងនៅអាស៊ីអាគ្នេយ៍ហើយចំពោះសិល្បៈខ្មែរមានភាពខុសប្លែកគ្នាអំពីតកតងនឹងបច្ចេកទេសនៃការឆ្លាក់ឬក៏ពីសិល្បៈដែលហើយនឹងឬក៏គុណភាពថ្មដែលទាំងអស់ហ្នឹងហើយគួបផ្សំគ្នាធ្វើឲ្យរូបចម្លាក់ខ្មែរមានតម្លៃថ្លៃហើយរូបខ្លះក៏មានតែមួយដែលមិនអាចរកបាននៅក្នុងសមច័យផ្សេងអញ្ចឹងមូលហេតុទាំងអស់នេះធ្វើឲ្យរូបក្នុងរូបចម្លាក់ខ្មែរមានតម្លៃថ្លៃនឹងមានច្រើននៅលើទីផ្សារសិល្បៈបាទសូមអរគុណបាទចំបទពិសោធន៍របស់លោកស្រីតាមរយៈការសិក្សាស្រាវជ្រាវកន្លងមកហ្នឹងយើងដឹងថាវត្ថុបុរាណយើងបានចេញជាហូរហែតដោយសារយើងមានវិបត្តិផ្ទៃក្នុងក៏ដូចជាសង្គ្រាមស៊ីវិល
ហើយមូលហេតុដែលគេពេញនិយមគឺមកពីភាពប្រណិតនៃទឹកដៃនិងស្នាដៃដ៏វិចិត្ររបស់បុព្វបុរសរបស់ខ្មែរយើងទូទៅថាតើវត្ថុបុរាណខ្មែរយើងនៅក្នុងសម័យមុនអង្គរឬក៏សម័យអង្គរឬសម័យក្រោយអង្គរតើនៅក្នុងសម័យកាលនេះថាមានការពេញនិយមសម្រាប់ធ្វើការជួញដូរនៅទីផ្សារបរទេសបាទស្រីចាចាចំពោះចំណុចនេះនាងខ្ញុំអាចថានាងខ្ញុំត្រូវការសិក្សាបន្ថែមទៀតពីព្រោះជាទូទៅគឺមានជាចម្រុះហើយដោយដូចថារូបដែលមានចរាចរណ៍ច្រើនហ្នឹងមានសម័យមុនអង្គរមុនទៅហើយនឹងសម័យនៅក្នុងរចនាបថកោះកេរអីចឹងទៅមានច្រើនហើយដោយដែលខ្ញុំបានបញ្ជាក់លើថារូបចម្លាក់នៅក្នុងសម័យរចនាបថរបស់ពួកហ្នឹងក៏មានច្រើនដែរចាប៉ុន្តែវាមានលាយចម្រុះគ្នាអូបាទសូមអរគុណខ្ញុំក៏មានចម្ងល់ផ្សេងៗទៀតដែរដូចជាករណីមួយឧទាហរណ៍ថានៅក្នុងauction house មួយមានការដាក់ដេញថ្លៃវត្ថុសិល្បៈខ្មែរថាតើយើងអាចប្រមូលអាចតើលោកស្រីអាចដូចជាឧទាហរណ៍ករណីសិក្សាមួយថាតើយើងអាចប្រមូលទិន្នន័យដោយរបៀបណាដើម្បីយើងដឹងពីប្រភពដើមថាតើវត្ថុនោះជាវត្ថុបុរាណខ្មែរយើងឬគ្រាន់តែជាវត្ថុចម្លងដូចដែលជាភាសាជាថា replica ហ្នឹងតើយើងគួរមានវិធីសាស្ត្របែបណាក្នុងការបែងចែកសម្រាប់ក្នុងការសិក្សាស្រាវជ្រាវរកប្រភពដើមនៃវត្ថុមួយហ្នឹងបាទចាជាវិធីសាស្ត្រឬក៏មធ្យោបាយក្នុងការសិក្សាហ្នឹងគឺជាដំបូងឡើយយើងយើងត្រូវរករីរកស្វែងរកអំពីជាឯកសារផ្សេងតាក់ទងនឹងដែលមានព័ត៌មានតាក់ទងនឹងវត្ថុមួយដែលមានជាឧទាហរណ៍ដូចថាយើងឃើញនៅក្នុង auction house ហើយបន្ទាប់មកយើងធ្វើការប្រៀបធៀបរូបដែលស្វែងរករូបដែលមានលក្ខណៈស្រដៀងគ្នាយើងពិនិត្យមើលថាមានស្វែងរករូបណាដែលមានលក្ខណៈសិល្បៈស្រដៀងគ្នាដែរអត់ហើយយើងត្រូវធ្វើការជាមួយនឹងអ្នកជំនាញផ្នែកប្រវត្តិសិល្បៈដើម្បីសិក្សាអំពីក្បាច់ចម្លាក់ក្បាច់សិល្បៈថាតើរូបនឹងពិតជារូបពិតឬក៏រូបคล้ายប៉ុន្តែចំពោះការវិភាគថារូបនឹងពិតរូបคล้ายវាមានជាផលវិបាកដែរដោយបើសិនបើយើងមិនបានឃើញរូបនោះដោយផ្ទាល់នឹងភ្នែកយើងមិនបានមើលអំពីពីសភាពថ្មថាឬក៏ទឹកដៃថារូបនឹងមានឆ្លាក់ចេញបែបណាមើលទៅលក្ខណៈដូចទៅតែធ្វើឡើងថ្មីឬក៏មានសភាពថ្មថាដូចចាស់ឆ្លាក់ហើយយូរហើយប៉ុន្តែតាមបើសិនបើយើងគិតតែទៅលើឯកសារវិញគឺយើងត្រូវស្វែងរកឯកសារនោះជាយើងស្វែងរកឯកសារដែលពាក់ព័ន្ធជាមានការស្រាវជ្រាវតាក់ទងនឹងវត្ថុនោះដែរឬអត់ឬក៏ហើយដើម្បីដេញទៅរកថាវត្ថុហ្នឹងគឺមានព័ត៌មានថាបាននាំចេញតាមរយៈការជីកកកាយឬក៏ជាតាមរយៈការជួញដូរឬក៏នាំយកដោយបុគ្គលគណៈជួញដូរវត្ថុបាទសូមអរគុណចំពោះទីហោថាសេចឧទាហរណ៍ថាអឺរូបហ្នឹងជារូបបុរាណទៅចុះក៏ប៉ុន្តែយើងអត់មានឯកសារណាដែលបានចុះបញ្ជីក៏ដូចជាអត់មានឯកសារណាដែលបានចងក្រងថារូបហ្នឹងបានបាត់បង់ពីប្រទេសយើងទៅទេតើសម្រាប់ជាលោកស្រីក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយតើយើងគួរតែលើកកហិកបែបណាដើម្បីធ្វើការបន្តទៅលើរូបមួយនឹងបាទចាសំណួរនេះស្រីសំណួរដែរគឺយើងត្រូវរកស្វែងរកឯកសារពាក់ព័ន្ធថាយើងសិក្សាអំពីប្រភពដើមនៃរូបនឹងថាមានបាននាំចេញដោយវិធីណាហើយបានទទួលរក្សាទុកដោយគោលណាឬក៏ស្ថាប័នជួញដូរណាដែរឬអត់ហើយដើម្បីយើងចង់ទាមទារមកវិញគឺយើងត្រូវ
យើងត្រូវថាស្វែងរកប្រភពឯកសារទាំងអស់ហ្នឹងថារូបនឹងមានចូលពាក់ព័ន្ធនឹងការនាំចេញដោយខុសច្បាប់ឬអត់ហើយដែលចំណុចទាំងអស់នេះវាទាមទារពេលវេលាច្រើនតែក្នុងការស្វែងរកដោយសារបច្ចុប្បន្ននេះយើងឃើញថាព័ត៌មានតកតងនឹងប្រភពដើមនៅមានកម្រិតខ្លាំងហើយជាការវាពាក់ព័ន្ធនឹងកិច្ចសហការការចរចាដែរពីព្រោះស្ថាប័នខ្លះគឺគេរីករាយនឹងផ្ដល់ជាកិច្ចសហការហើយបើចំពោះចំណុចហ្នឹងគឺយើងងាយស្រួលក្នុងការសហការធ្វើការជាមួយគ្នាដើម្បីសិក្សាទៅលើឯកសារប៉ុន្តែបើសិនបើដៃគូស្ថាប័នផ្សេងទៀតដែលគាត់មានជាផលជាគំនិតវិជ្ជមានណាមួយដែលគាត់មិនចង់សហការអញ្ចឹងយើងវាជាការសិក្សាស្វែងរកអំពីប្រភពដើមវត្ថុហ្នឹងគឺមានផលវិបាកបាទសូមអរគុណចំពោះចម្លើយដ៏ខុសក្បែររបស់លោកស្រីបាទចុះទៀតចុះករណីមុនដែលថាលោកស្រីធ្លាប់ទៅសិក្សាស្រាវជ្រាវកន្លងមកហ្នឹងដូចជាមានវត្ថុបុរាណខ្មែរយើងនៅសារអន្ទីគីមេនៅប្រទេសបារាំងជាច្រើនតើវត្ថុសិល្បៈខ្មែរដែលបានតាំងនៅសារអន្ទីគីមេហ្នឹងមានចំនួនប្រមាណដែរហើយតើមានជាអេបណាមួយសម្រាប់ឲ្យកូនខ្មែរយើងចូលទៅមើលថាអូនៅគីមេយើងមានវត្ថុបុរាណខ្មែរយើងចំនួនប៉ុណ្នេះនៅអាមេរិកឬក៏នៅចក្រភពអង់គ្លេសគឺនៅតាមសហភាពផ្សេងៗគឺមានវត្ថុបុរាណខ្មែរចំនួននេះតើមានគេដែលធ្វើអេបរបៀបនោះដែរតើស្រីបាទខ្ញុំចំពោះសំណួរនេះគឺខ្ញុំអត់ច្បាស់តែប៉ុន្តែយើងអាចស្វែងរកនៅលើ website របស់សារមន្ទីរព្រោះគេតែងបែងចែករៀបចំទៅតាមប្រភេទនៃពិព័រណ៍នៅតាមសិល្បៈតាមផ្នែកនីមួយៗហើយតកតងនឹងសារមន្ទីរគីមេគឺយើងឃើញថាមានសាមញ្ញខ្មែរច្រើនស្ថិតក្នុងនឹងមែនប៉ុន្តែចំពោះចំនួននេះខ្ញុំអត់ច្បាស់តែនេះខ្ញុំទៅឆែកមើលសិនថាមានចំនួនប្រមាណហើយតាមហើយប៉ុន្តែតាមសារមន្ទីរមួយគឺយើងអាចសិក្សាស្វែងយល់ពីព័ត៌មាននៃរូបបុរាណវត្ថុទាំងអស់ហ្នឹងប៉ុន្តែព័ត៌មានខ្លះក៏មានជាវាមានកម្រិតដែលគេបង្ហាញដែរវាអាចខុសគ្នាតិចតួចទៅលើ website ដែលបង្ហាញហើយនឹងជាបានព័ត៌មានតែមានបង្ហាញផ្ទាល់នៅតាមសារមន្ទីរបាទសូមអរគុណចុះលោកស្រីខ្ញុំនេះតើមានអ្នកស្រាវជ្រាវណាដែលបានចងក្រងសភៅផ្សេងពាក់ព័ន្ធទៅនឹងសាមុជ័យដែលបានបាត់បង់ពីប្រទេសខ្មែរយើងចាប់ពីសម័យយើងនិយាយថាពីសម័យអាណានិគមមកដល់សម័យក្រោយអង្គរទៅចុះតើមានឯកសារបរទេសណាមួយដែលគេបានចងក្រងជាឯកសារសម្រាប់យើងធ្វើការសិក្សាស្រាវជ្រាវក្នុងការផ្ទៀងផ្ទាត់ស្វែងយល់បន្ថែមពីការបាត់បង់វត្ថុសិល្បៈពីប្រទេសខ្មែរយើងដែរទេបាទលោកស្រីមានឯកសារបរទេសមួយចំនួនដែលមួយរយៈឆ្នាំប្រហែលឆ្នាំចុងក្រោយនេះមានបានសិក្សាទៅសេចងក្រងតកតងនឹងវត្ថុបុរាណតកតងនឹងប្រភពដើមនៃវត្ថុបុរាណនឹងហើយថាប្រភពបុរាណហើយបុរាណវត្ថុនោះបាត់បង់ពីប្រទេសកម្ពុជាតាមរយៈអីហើយមានផលប៉ះពាល់អីខ្លះហើយមូលហេតុអីគឺមានចា៎ចំពោះចំណងជើងនឹងខ្ញុំសូមទៅរកវិញសិនដោយសារវាមានមួយចំនួនទៅស្អីខាងក្រោយចា៎បាទលោកស្រីបាទដូចជាបတ်បង្ហាញលោកស្រីដូចជា slide នោះយើងចាប់តន់ដូចជាលោកស្រីនឹងក្រុមការងារសិក្សាស្រាវជ្រាវនោះយើងបានប្រមូលចងក្រងនៅសមុជ័យរហូតដល់ទៅ10000ហើយនោះសម្រាប់ធ្វើជាកាតាឡុកតើអ្វីដែលលោកស្រីបានស្រាវជ្រាវយើងអាចចែករំលែកជាសាធារណៈបានដែរទេបាទឬក៏ជាឯកសារស្រាវជ្រាវសម្រាប់យើងតទៅមុខទៀតចាចំពោះឯកសាររូបនោះនាងខ្ញុំអាចនិយាយថាអត់ទាន់បានបែកអាចចែករំលែកជាសាធារណៈទេគឺប៉ុន្តែក្រុមការងារក៏បានពិគ្រោះគ្នាហើយគិតអំពីចំណុចនឹងដែរថានឹងមាន
ការសិក្សានាពេលខាងមុខទៀតដើម្បីបាទរៀបចំព័ត៌មានទាំងអស់ហ្នឹងធ្វើយ៉ាងណាដើម្បីអាចជាប្រយោជន៍សម្រាប់ចែករំលែកទៅកាន់អ្នកស្រាវជ្រាវផ្សេងៗបាទអឺសូមសូមអរគុណណាចំពោះវេលាព្រឹកនេះដែលលោកស្រីបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកនៅប្រធានបទដ៏មានសារៈសំខាន់ពាក់ព័ន្ធទៅនឹងប្រភពដើមវត្ថុបុរាណខ្មែរតាមរយៈឯកសារបណ្ណសារនិងសម្ពុច័យនៅសហទីបរទេសបាទ ដោយសារតែក្នុងកម្មវិធីយើងព្រឹកនេះគឺយើងមានបើកជាសំណួរនិងចម្លើយពីទស្សនិកជននៅការផ្សាយផ្ទាល់របស់យើងបាទដូចនេះខ្ញុំសូមសូមអនុញ្ញាតរំខានពេលលោកស្រីបន្តិចក្នុងការឆែកមើលសំណួរបន្តិចសម្រាប់ផ្ដល់ជូនលោកស្រីសម្រាប់ស្រាវជ្រាវចម្ងល់ជូនទស្សនិកជនយើងវិញបាទ បាទបាទជំរាបសួរលោកស្រីម្ដងទៀតបាទលោកស្រីយើងមានសំណួរមួយពីប្រិយមិត្តរបស់យើងបាទគាត់ចង់ជំរាបសួរលោកស្រីថាឆ្លងតាមរយៈការសិក្សាកន្លងមកតើមានវត្ថុបុរាណខ្មែរចំនួនប្រហែលប្រមាណដែលមានប្រភពច្បាស់លាស់ថាបាននាំចេញពីប្រទេសកម្ពុជាយើងបាទលោកស្រីអឺចាអរគុណចំពោះសំណួរនេះប៉ុន្តែអឺតាមរយៈបទពិសោធន៍ការស្រាវជ្រាវដែលជននាងខ្ញុំចូលរួមហាត់ការហ្នឹងគឺនាងខ្ញុំអត់បានសិក្សាលម្អិតដល់ចំណុចហ្នឹងទេដោយសារក្នុងគម្រោងហាត់ការនេះគឺនាងខ្ញុំផ្ដោតលើការប្រមូលទិន្នន័យអឺទិន្នន័យគោលហើយយើងសិក្សាអំពីបណ្ដាញទំនាក់ទំនងហើយនិងសមច័យយើងសិក្សាអំពីប្រភពដើមហ្នឹងថាប្រភពដើមសមច័យរូបនៅសារមន្ទីរ1នៅចក្រភពអង់គ្លេសដោយយើងមិនអត់ទាន់បានផ្ដោតសំខាន់ថាយើងឈានដល់សិក្សាលម្អិតថាយើងទទួលបានជាតួលេខប្រមាណនេះប៉ុន្តែនេះខ្ញុំអាចនិយាយបានថាវាមានចំនួនដែរវាមិនច្រើនអីទេដោយសាររាល់រាល់រូបដែលបាននាំចេញទាំងអស់គឺយើងអត់ទាន់បានយើងអត់ដឹងថារូបណាដែលបាននាំចេញខុសច្បាប់ឬយ៉ាងណាហើយមានជាខ្លែងបន្លំឬក៏គេបង្កើតថ្មីយ៉ាងណាបាទសូមអរគុណលោកស្រីបាទចុះឧទាហរណ៍ថាលោកស្រីវត្ថុហ្នឹងបាននាំចេញដោយខុសច្បាប់ពីប្រទេសយើងហើយយើងមានឯកសារច្បាស់លាស់សម្រាប់បញ្ជាក់ប្រាប់គេថាជារបស់យើងអីចឹងតើសម្រាប់ការយល់ដឹងរបស់លោកស្រីតើយើងគួរមានធាតុការបន្តបែបណាទៀតដើម្បីយើងអាចធ្វើការទាមទារវត្ថុបុរាណខ្មែរយើងមកវិញបានបាទចាក្នុងករណីនេះគឺយើងព្យាយាមរកផុសតាំងផ្សេងយកមកគ្រប់គ្រងទៅឯកសាររបស់យើងនឹងដើម្បីយើងឈានដល់ការចរចាឬក៏យើងសហការជាមួយនឹងខាងអ្នកស្ថាប័នជួញដូរឬក៏សារមន្ទីរដើម្បីស្នើសុំថារូបនឹងពិតជារូបរបស់ខ្មែរហើយនាំចេញមានប្រភពពីទីតាំងណាមួយផ្នែកទីតាំងណាមួយឬក៏ប្រាសាទណាមួយពីប្រទេសកម្ពុជាហើយឯកសារទាំងអស់ហ្នឹងគឺយើងត្រូវរៀបចំឲ្យបានច្បាស់លាស់និងលម្អិតដើម្បីយើងបានជា
ជាផុសតាងរងមមួយក្នុងការយើងយកទៅចរចាជាមួយនឹងខាងគេហើយយើងអាចឈានដល់ការទាមទាររូបយកមកបាទសូមអរគុណដូចជាបានបង្ហាញ slide មុនលោកស្រីបានបញ្ជាក់ហើយថាការជួញដូរចរាចរណ៍វត្ថុបុរាណខ្មែរយើងគឺមានការរៀបចំជាប្រព័ន្ធសម្រាប់ធ្វើការទីនោះតើលោកស្រីអាចលម្អិតបានទេថាតើការរៀបចំប្រព័ន្ធនោះការគេរៀបចំយ៉ាងដូចម៉េចតើលោកស្រីវាជាប់ពាក់ព័ន្ធរបៀបម៉េចពីនៅអ្នកក្នុងស្រុកបញ្ជូនទៅខាងខ្សែស្រុកដោយរបៀបណាលោកស្រីអាចបញ្ជាក់បន្តិចបានទេបានករណីមួយនោះបាទចាក្នុងករណីដែលមានន័យថាប្រព័ន្ធហ្នឹងគឺអឺដូចថាអ្នកជំនួញទិញដូរវត្ថុបុរាណហ្នឹងគឺគាត់មានអឺគាត់មានក្រុមសម្រាប់ជីកយកវត្ថុបុរាណនៅទីតាំងណាមួយជាថាឧទាហរណ៍ថាពីស្រុកខ្មែរអញ្ចឹងក៏មានក្រុមជាអ្នកស្រុកឬក៏អ្នកដែលគាត់ដឹងពីទីតាំងភូមិសាស្ត្រហើយគាត់ជួលក្រុមទាំងអស់នោះឲ្យជីកយកវត្ថុបុរាណឲ្យពួកគេហើយគេនាំយកវត្ថុបុរាណនេះតាមជាឧទាហរណ៍ដូចនៅក្នុងកំឡុងពេលដែលប្រទេសកម្ពុជាយើងមានសង្គ្រាមស៊ីវិលគឺពួកឈ្មួញទាំងអស់ហ្នឹងគឺនាំយកវត្ថុបុរាណខ្មែរទៅចេញតាមរយៈព្រំដែនខ្មែរថៃហើយគេជួនកាលគេខ្លាចបន្លំប្រភពឯកសារនោះថារូបហ្នឹងមកពីថៃទេមិនមែនមកពីខ្មែរទេដើម្បីថាជៀសវាងការទាមទាររូបនៅពេលអនាគតឬក៏ងាយស្រួលក្នុងការលក់នៅលើទីផ្សារអន្តរជាតិហើយបន្តមកគឺគេមានក្រុមការងារទិញលក់ឬក៏អ្នកជួញដូរអីផ្សេងទៀតនៅតាមប្រទេសទី2ទី3ហើយជាឧទាហរណ៍ដូចកន្លះស្លាប់ស្វដែលជាអ្នកជួញដូរល្បីហ្នឹងគឺបុគ្គលនេះគឺមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុន Spin and Son ដែលជាស្ថាប័នដេញថ្លៃនៅលើទីផ្សារអន្តរជាតិហើយដោយ Glass Atlas Sport ក៏មានទំនាក់ទំនងស្គាល់គ្នាច្រើនជាមួយនឹងអ្នកប្រមូលទិញលក់វត្ថុបុរាណផ្សេងនៅអាមេរិកឬក៏នៅចក្រភពអង់គ្លេសក៏នៅតាមប្រទេសផ្សេងនៅអឺរ៉ុបដែរដែលនេះបង្ហាញជាបណ្ដាញចរាចរណ៍បុរាណវត្ថុហើយជាការទំនាក់ទំនងនៅក្នុងការទិញលក់វត្ថុបុរាណនៅលើឆាកអន្តរជាតិដែរបាទសូមអរគុណស្រីយើងដឹងហើយថាមាន auction house ប្រព័ន្ធ auction house នៅលើពិភពលោកដែលមានការដាក់តាំងក៏ដូចជាការដេញថ្លៃទិញលក់វត្ថុសមុទ្រចាយផ្សេងមកជុំវិញពិភពលោកថាតើលោកស្រីអាចកំណត់បានទេថាតើយើងអាចចំណាត់ថ្នាក់ដូចរៀងលេខ1លេខ2លេខ3លេខ4នៃវត្ថុសិល្បៈខ្មែរយើងវិញថាតើមាន option ហោះតាមទីមួយណាដែលថាសម្បូរជាងគេអីចឹងលោកស្រីចាតាមរយៈការសិក្សាកន្លងមកគឺ auction house ដែលសម្បូរបុរាណវត្ថុហ្នឹងគេយើងអាចឃើញក្រុមហ៊ុន Spin and Son Ltd ក្រុមហ៊ុន Christie ហើយនៅក្រុមហ៊ុននិងក្រុមហ៊ុន Sotheby ដែលក្រុមហ៊ុនទាំង3នេះគឺល្បីល្បាញហើយសម្បូរវត្ថុបុរាណខ្មែរដែលមានចរាចរណ៍លក់អូបាទចុះចំពោះផ្នែកខាងសារមន្ទីរនេះលោកស្រីតើយើងលោកស្រីអាចធ្វើចំណាត់ថ្នាក់ថាតើសារមន្ទីរណាដែលថាយើងមានវត្ថុបុរាណខ្មែរយើងតាំងនៅទីនោះច្រើនអីចឹងលោកស្រីចំពោះចាចំពោះចំណាត់ថ្នាក់សារមន្ទីរយើងឃើញមានដូចសារមន្ទីរគីមេនៅប្រទេសបារាំងមានសម្ចៃខ្មែរច្រើនហើយនេះសម្រាប់នៅអឺរ៉ុបហើយចំពោះនៅនៅចក្រភពអង់គ្លេសគឺមានមិនសូវជាប្រមាណហើយចាប្រទេសមុស្មិនសូវជាប្រមាណហើយនិងផ្សេងទៀតនឹងខ្ញុំសូមទៅឆែកមើលសិនព្រោះនេះខ្ញុំអត់ច្បាស់ចំពោះចំណាត់ថ្នាក់នេះដែរបាទសូមអរគុណលោកស្រីបាទព្រោះតួលេខហើយចូលខ្ទង់ពាន់មួយអាចបាទច្រើនព្រោះអីបើយើងនិយាយតែមួយអាចចូលពាន់បើយើងនិយាយជារួមវាអាចចូលហើយជាដូចក្នុងមើលតែស្រីខ្ញុំអត់ហ៊ានផ្ដល់ជាចំណាត់ថ្នាក់ចា៎បាទគុំ
ក្នុងនោះបងដែរក៏យើងមានជាសំណួរពីប្រិយមិត្តយើងផងដែរលោកសូមសួរទៅលោកស្រីវាគ្មិនថាតើតម្លៃវត្ថុបុរាណខ្មែរអាចថ្លៃចន្លោះទាបនឹងប្រមាណហើយខ្ពស់ប្រមាណដែរទេលោកស្រីបើមានការដេញលុះដាក់ថ្លៃអីចឹងណាលោកស្រី ចំពោះតម្លៃហ្នឹងគឺអាស្រ័យអាស្រ័យទៅតាម auction house មួយហើយអាស្រ័យទៅលើជាគុណភាពរូបដែរដែលតម្លៃដែលគេដាក់ហ្នឹងបើសិនបើរូបនឹងមាននៅមានមិនសូវមានការបែកបាក់ទេតម្លៃនឹងរូបនឹងថ្លៃអាចឈានចូលដល់ខ្ទង់លានដុល្លារហើយបើសិនបើរូបនឹងមានត្រឹមតែជាផ្នែកមួយនៃរូបចម្លាក់នោះទេអាចថាជាដូចឧទាហរណ៍ដែរផុសតាងជាការចរចាដែលនេះខ្ញុំបានបង្ហាញនៅក្នុង slide ហ្នឹងគឺក្នុងរង្វង់ពី250000ឬក៏ពីខ្ទង់200,000ដុល្លារអីឡើងទៅចា៎បាទស្រីបាទអឺកន្លងមកបើមានការដាក់ដីថ្លៃរបៀបនេះអីតើមានអាជ្ញាធរឬក៏កង្វះសេដ្ឋកិច្ចនៃប្រទេសដែលគាត់ទទួលទុកផ្នែកហ្នឹងគាត់មានវិធានការទប់ស្កាត់ឬក៏យ៉ាងនេះមិនដែរស្រីបាទចាតាមដែលអ្វីដែលតាមអីដែលនេះខ្ញុំបានឃើញកន្លងមកគឺមានជាក្រុមការងារឬក៏ក្រុមអាជ្ញាដែលគាត់តាមដានលើការដេញថ្លៃនិងបើសិនមានការដេញថ្លៃតកតងនឹងវត្ថុបុរាណអីផុសខ្មែរហើយវិបត្តិពីពាក់ព័ន្ធនឹងផ្នែកច្បាប់គឺយើងអាចទៅប្រាប់ខាងក្រមគេនឹងថាឬក៏បញ្ឈប់ការដេញថ្លៃនឹងដែរពីព្រោះជាឧទាហរណ៍នឹងសម្រាប់ខ្មែរពីព្រោះមានករណីមួយអីដែរមានយើងអាចបញ្ឈប់ការដេញថ្លៃបាទអូបាទលោកស្រីបាទលោកករណីបែបនេះលុះត្រាតែយើងអាចកំណត់នៃអត្តសញ្ញាណនៃសមុច្ចាយដែលគេបានដេញថ្លៃនឹងឲ្យច្បាស់លាស់ពីខាងយើងទៅហើយយើងបានដាក់ស្នើទៅសមាជិករបស់គេជាហោហែងនោះទើបអាចមានការទប់ស្កាត់មួយដ៏ស្របច្បាប់បានទៅលោកស្រីបាទចាគឺមានជាឯកសារជាផុសតាងដែលយើងអាចបញ្ជាក់ប្រាប់គេថារូបនឹងជារូបខ្មែរហើយយើងស្នើសុំថាយើងបញ្ឈប់ការដេញថ្លៃបាទចំពោះបទពិសោធន៍របស់លោកស្រីផ្ទាល់តាមរយៈ auction house យើងនិយាយ auction house តែម្ដងបាទតើមានការលាយឡំរូបវត្ថុបុរាណក៏ដូចជាវត្ថុសិល្បៈខ្មែរនឹងនៅឆ្លុះឡំគ្នាតែម្ដងទៅយ៉ាងណាលោកស្រីអាចតែមានចម្លងដូរមានតាមវត្ថុថ្មីចឹងស្រីបាទតែធ្លាប់ជួបករណីបែបនេះដែរទេលោកស្រីចាចំពោះករណីបែបនេះដោយសារនាងខ្ញុំមិនមែនជាអ្នកជំនាញខាងវិភាគវត្ថុសិល្បៈប៉ុន្តែមានជាដោយសារនាងខ្ញុំធ្លាប់រៀនในខ្លះដែរអញ្ចឹងនាងខ្ញុំគិតថាមានលាយឡំគ្នារវាងវត្ថុចម្លងដូចនិងវត្ថុពិតប្រាកដពីនាងខ្ញុំយល់ថាពីព្រោះរូបខ្លះអាចអ្នកជួញដូរវត្ថុបុរាណនោះអាចបង្កើតថ្មីដើម្បីដាក់លក់ឬក៏បង្កើតថ្មីដើម្បីផ្ដល់ជាជំនួយទៅសារមន្ទីរក្នុងការដាក់តាមបង្ហាញហើយជាមធ្យោបាយដូចថាចង់បង្ហាញថាជាបង្ហាញថាគាត់ជាសប្បុរសជនក្នុងការផ្ដល់រូបនឹងទៅសារមន្ទីរចឹងនេះតាមអីដែលនេះខ្ញុំគិតថាវាមានលាយឡំគ្នានៅក្នុងសកម្មចៃផងទាំងអស់នេះបាទលោកស្រីបាទភ្ជាប់ជាមួយនឹងសំណួរមួយទៀតជាពីខាងប្រិយមិត្តយើងមួយទេបាទគាត់ចង់សួរស្រីថាតើត្រូវមានយុទ្ធសាស្ត្រចំពោះមុខបែបណាដើម្បីកំណត់អត្តសញ្ញាណវត្ថុបុរាណខ្មែរដើម្បីទប់ស្កាត់ការជួញដូរវត្ថុបុរាណបាទចាវិធីសាស្ត្រក្នុងការកំណត់អត្តសញ្ញាណហ្នឹងគឺនេះខ្ញុំគិតថាយើងត្រូវចាប់ផ្ដើមរៀបចំប្រភពឯកសារបុរាណវត្ថុឲ្យបានច្រើនតាមដែលអាចធ្វើបានដោយដើម្បីដែលនេះដើម្បីរៀបចំជា
ជាប្រវត្តិជាព័ត៌មាននៃវត្ថុនីមួយៗដូចថារូបវត្ថុនឹងមានប្រភពមកពីណាពីទីតាំងប្រាសាទណាហើយដែលពីព្រោះឯកសារទាំងអស់ហ្នឹងហើយយើងអាចយើងយកទៅប្រៀបធៀបជាមួយនឹងរូបវត្ថុផ្សេងដែលយើងឃើញចៃដន្យនៅតាម auction house ឬក៏កាត់ពេលដែនខ្លីផ្សេងយើងអាចសិក្សាប្រៀបធៀបថារូបក្នុងសម័យរចនាបថស្តៀងគ្នានឹងមានឬក៏មានសិល្បៈការរចនាស្តៀងគ្នាហ្នឹងគឺខ្ញុំគិតថារូបហ្នឹងប្រហែលជារូបខុសច្បាប់នាំចេញពីខ្មែរដូច្នេះจึงត្រូវចាប់ផ្ដើមរៀបចំជាឯកសារប្រភពដើមនឹងឲ្យបានច្រើនដើម្បីយើងអាចធ្វើជាទៀងទាត់ជាព័ត៌មានសម្រាប់ទៀងទាត់គ្នាបាទសូមអរគុណណាស់ចំពោះចម្លើយដ៏ខុសប្បាយរបស់លោកស្រីដូចបានយើងដឹងស្រាប់ហើយតាំងពីដើមរយៈពេល1ម៉ោងជាងនេះដែលលោកស្រីបានតាក់ទងទៅនឹងសមុជ័យនៃវត្ថុបុរាណខ្មែរយើងតាមរយៈបណ្ណាសាដូចជាសមុជ័យនៅតាមស្ថានទីបទេឃើញថាមានភាពស្ពុកស្មាញជាច្រើនដែលទាមទារឲ្យមានការចូលរួមពីអ្នកជំនាញផ្សេងទាំងផ្នែកបុរាណវិទ្យាទាំងផ្នែកប្រវត្តិសិល្បៈក៏ដូចជាផ្នែកច្បាប់ក៏ដូចជាផ្នែកភាគធុសិល្បៈផងដែលទាមទារមានការចូលរួមជាមួយគ្នាក្នុងការស្វែងរកទីប្រភពដើមក៏ដូចជាការចងក្រងទៅជាកាត់ត្រឡុកសម្រាប់ដែលលោកស្រីបានលើកឡើងមិនថាត្រូវមានជាប្រវត្តិហោហែដើម្បីវិញងាយស្រួលក្នុងការយើងពេលដែលបានជួបប្រទះនៅវត្ថុបុរាណមួយយើងកំពុងតែថ្លៃតាមសមុជ័យនៅសហជីពផ្សេងក៏ដូចជាសិល្បៈផ្សេងគឺយើងអាចមានជាទឹកតាងក៏ដូចជាទិន្នន័យដើម្បីគ្រប់គ្រងទៅលើការងារក្នុងការទាមទារវត្ថុសិល្បៈខ្មែរផងដែរបាទដោយសារសំណួរយើងមុននឹងជាហួសហើយយើងច្រើនសួរទៅលោកស្រីហើយយើងទន្ទឹមពេលនេះសង្ឃឹមថាដូចជាអត់មានជាសំណួរពីប្រិមិត្តជាងបន្ថែមទៀតទេចឹងដូច្នេះសម្រាប់ខ្ញុំបាទចន្ទិកាជាអ្នកសូមត្រួតកម្មវិធីបន្ថែមនេះព្រឹកនេះសូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីអឹងមរកតដែលលោកស្រីជាមន្ត្រីនៃក្រសួងវប្បធម៌និងសិល្បៈដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការធ្វើបទបង្ហាញនៃវេលាព្រឹកនេះដល់ជូនប្រិមិត្តដែលកំពុងទៅតាមទស្សនានៅเพจតែតបតពីយុវឋានវរំធុហើយក៏សូមអរគុណទៅដល់ប្រិមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដាននិងលើកជាសំណួរយ៉ាងផុសផុសតាមដែលខ្ញុំបានដើម្បីបកស្រាយជាចម្ងល់ពីវាគ្មិនកិត្តិយសយើងនៅវេលាព្រឹកនេះហើយខ្ញុំបានសង្ឃឹមថាពេលដែលមានបទបង្ហាញបន្តទៀតពាក់ព័ន្ធទៅនឹងវត្ថុបុរាណខ្មែរយើងនៅបរទេសតកតនឹងវិធីសាស្ត្រក្នុងការទាមទារផ្សេងសង្ឃឹមថានឹងអញ្ជើញលោកស្រីមរកតមកធ្វើការចែករំលែកជាថ្មីម្ដងទៀតនៅវគ្គក្រោយទៀតបាទហើយជាចុងបញ្ចប់សូមលោកស្រីអាចមានជាមតិផ្ដាំផ្ញើឬក៏ជា comment ផ្សេងសម្រាប់ដល់គុណខ្មែរយើងក្នុងការការពារក៏ដូចជាទប់ស្កាត់ការចរាចរណ៍វត្ថុបុរាណដែលខុសច្បាប់របស់ខ្មែរយើងទៅបរទេសបាទចាជាចុងបញ្ចប់នេះខ្ញុំជាដំបូងនេះខ្ញុំសូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានចំណាយពេលក្នុងការចូលរួមស្ដាប់នឹងបទបង្ហាញនេះខ្ញុំហើយជាចុងក្រោយនេះខ្ញុំក៏មានជាសារផ្ដាំផ្ញើថាក្នុងការចូលរួមយើងទាំងអស់គ្នាគួរតែចូលរួមស្វែងយល់អំពី
ចំណេះដឹងផ្នែកការទាមទារវត្ថុបុរាណឬក៏ការចរាចរលក់វត្ថុបុរាណនៅលើទីផ្សារអន្តរជាតិថាចំណេះដឹងផ្នែកអស់ហ្នឹងគឺវាមានសម្រាប់សំខាន់ពីព្រោះក្នុងបរិបទប្រទេសកម្ពុជាយើងគឺនៅពេលដែលយើងឃើញវត្ថុបុរាណរបស់ខ្មែរនៅលើទីផ្សារអន្តរជាតិគឺសិតគឺវាបង្ហាញអំពីការជួញដូរការនាំចេញវត្ថុទាំងអស់នោះដោយខុសច្បាប់ហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែសិក្សាស្វែងយល់នឹងនាំគ្នាអានឬក៏យើងនាំគ្នាស្រាវជ្រាវអំពីយើងនាំគ្នាចាប់អារម្មណ៍ទៅលើការសិក្សាអំពីចំណេះដឹងផ្នែកវត្ថុបុរាណទាំងអស់នេះទាំងអស់គ្នាដើម្បីយើងអាចចូលរួមជាចំណែកមួយនៅក្នុងកិច្ចការស្រាវជ្រាវណាមួយដែលផ្ដល់ជាប្រយោជន៍ក្នុងការទាមទារឬក៏ថែរក្សាការពារវត្ថុបុរាណខ្មែរយើងចា៎សូមអរគុណសូមអរគុណបាទជាចុងបញ្ចប់នៃកម្មវិធីតាំងមានខ្ញុំបាទជាអ្នកសម្របជំនួសឲ្យនាយកដ្ឋាននៃវរណវត្ថុខ្ញុំបាទសូមសន្យាថាអឺកម្មវិធីបង្ហាញលើកទី3នៅក្នុងឆ្នាំ2026យើងនឹងនាំនៅធានបទល្អមានអត្ថប្រយោជន៍សម្រាប់ធ្វើការសិក្សាស្រាវជ្រាវនិងស្វែងយល់បន្ថែមជូនដល់សាធារណជនបាទពេលនេះខ្ញុំបាទខុនចន្ទនិកានិងលោកស្រីអឹងមរកតសូមជម្រាបលាបាទខ្ញុំបាទសូមកាត់កម្មវិធីនៅវាព្រឹកនេះតែម្ដងសូមអរគុណ